អានមានអាយុ20ឆ្នាំនាងកំពុងរៀនគ្រូកោសហលដើម្បីក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សានិងធ្វើការជាគ្រូបង្រៀននៅពេលរសៀលនាងមានបញ្ហាខ្លះនៅផ្ទះបញ្ហាចម្បងគឺហិរញ្ញវត្ថុនិងការលំបាករបស់គ្រួសារដោយសារជំងឺឪពុករបស់នាងថ្មីនេះនាងមានអារម្មណ៍តានតឹងខ្លាំងហើយនាងមានបញ្ហាក្នុងការគេងនាងនិយាយថានាងគិតច្រើនហើយមានអារម្មណ៍ថប់ដង្ហើមនាងខ្លាចដោយសារតែនាងមានអារម្មណ៍មិនល្អពេលនៅផ្ទះហើយនាងចាប់ផ្ដើមមានអារម្មណ៍មិនមានផាសុកភាពក្នុងការចេញទៅខាងក្រៅផងដែរនាងមានអារម្មណ៍ថានាងមិនមានកម្លាំងធ្វើអ្វីផ្សេងក្រៅពីគេងនិងមើលបណ្ដាញសង្គមរបស់នាងទេដូច្នេះហើយនាងស្ទើរតែមិនចេញពីបន្ទប់នាងមានអារម្មណ៍សោកសៅហើយយំជីញឹកញាប់នាងនិយាយថានាងមានអារម្មណ៍មិនល្អពេលដែលនាងមិនរីករាយជាមួយមិត្តភ័ក្តិនិងមិនអាចរៀនបាននាងមានគំនិតអវិជ្ជមានដូចជាខ្ញុំមិនអាចគ្រាន់តែអាចដោះស្រាយប្រឈមមុខនឹងជីវិតប្រចាំថ្ងៃបានទេស្ថានភាពទាំងនេះហាក់ដូចជាធ្ងន់ធ្ងរឡើងមនុស្សនៅវ័យរបស់ខ្ញុំទាំងអស់ពូកែណាស់ខ្ញុំមិនអាចជោគជ័យដូចពួកគេទេនាងពន្យល់ថានាងធ្លាប់ជាមនុស្សរឹងមាំនិងស្វាហាប់ប៉ុន្តែឥឡូវដោយសារឪពុកនាងមានជំងឺនាងមានអារម្មណ៍ទន់ខ្សោយនាងមានអារម្មណ៍ឆាប់នឿយហត់ហើយគិតច្រើនមុនពេលធ្វើការសម្រេចចិត្តមិនថាវារឿងតូចតាចប៉ុណ្ណាក៏ដោយកន្លែងដែលនាងមានអារម្មណ៍ល្អបំផុតគឺនៅក្នុងបន្ទប់របស់នាងនិងគេងនៅលើគ្រែនាងនិយាយថានៅទីនោះយ៉ាងហោចណាស់នាងមានអារម្មណ៍ស្ងប់